ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមកធ្វើឆាគ្រឿងអន្ទង់ជាដំបូងយើងត្រូវលាងសម្អាតអន្ទង់ឲ្យបានស្អាតដោយយើងយកទៅច្របាច់អំបិលរួចហើយបន្តស្រុះទឹកក្តៅកោសរំអិលវាឲ្យបានស្អាតល្អរួចយកទៅកាត់កង់ហើយលាងទឹកសម្អាតវាឲ្យបានស្អាតល្អម្ដងទៀតទុកមួយអន្លើសិនបន្ទាប់មកយើងក៏បានដើរទៅបេះស្លឹកម្រះព្រៅនៅខាងក្រោយផ្ទះដើម្បីទុកយកមកបង់នៅពេលដែលឆាគ្រឿងរបស់យើងបានឆ្អិនរួចរាល់គ្រឿងផ្សំមានគ្រឿងបុកម្ទេសមើមខ្ទឹមស្លឹកក្រូចម្រះព្រៅហើយនិងសាច់អន្ទង់ជាដំបូងយើងដាក់ខ្ទះហើយដាក់ខ្លាញ់ទៅហើយបន្ទាប់មកយើងរំលីងគ្រឿងរបស់យើងឲ្យបានសព្វល្អរួចបង់ម្ទេសចូលរួចហើយកូរច្បល់ចូលគ្នាឲ្យសព្វក្លិនឈ្ងុយល្អហើយបន្ទាប់មកយើងក៏ចាក់សាច់អន្ទង់ចូលបន្ទាប់ពីចាក់សាច់អន្ទង់ចូលរួចកូរច្បល់ឲ្យសាច់អន្ទង់រាងសពប់ល្អបន្ទាប់មកដាក់គ្រឿងផ្សំរសជាតិមានដូចជាអំបិលប្រហែលជា2ចុងស្លាបព្រាទូចហើយបន្ទាប់មកយើងដាក់ម្សៅស៊ុបរ៉ូឌីដាក់ស្ករសចូលទៅដាក់ទឹកស៊ីអ៊ីវដាក់ទឹកត្រីកូរច្បល់វាឲ្យឆ្អិនសព្វចូលជាតិជាមួយគ្រឿងផ្សំទាំងអស់រួចហើយបន្ថែមទឹកម្ទេសចូលបន្តិចដើម្បីឲ្យមានរសជាតិបង្កើនរសជាតិឲ្យរាងឈ្ងុយឆ្ងាញ់បន្ទាប់ពីកូរច្បល់រួចហើយយើងបានចាក់ទឹកថែមបន្តិចដើម្បីរំងាស់សាច់អន្ទង់យើងឲ្យបានឆ្អិនល្អបន្ទាប់ពីទឹកពុះហើយរៀងរីងបន្តិចយើងក៏ចាក់ប្រេងខ្យងចូលទៅភ្លក់មើលតាមការចូលចិត្តរសជាតិមកល្មមដែលយើងចូលចិត្តហើយយើងក៏បង់ស្លឹកម្រះព្រៅចូលហើយចុងក្រោយក៏រោយស្លឹកក្រូចសើចចូលទៅក្នុងនឹងជាការស្រេច